សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគ្រូមកបង្ហាញអំពីគំនិតសំខាន់នៅក្នុងរឿងភូមិដេឆានណាអញ្ចឹងគំនិតទី1គឺបំផុសអ្នកសិក្សាគ្រប់ជំនាន់ហ្នឹងឲ្យចេះរើបម្រាស់ពីការជិះជាន់ដោយតួអង្គជួនហើយនឹងនៅនឹងបានរើបម្រាស់ចេញពីការជិះជាន់របស់ណាគេរបស់បាដេសតោះណាបំផុសគំនិតអ្នកជំនាន់ក្រោយហ្នឹងឲ្យរស់នៅត្រូវចេះសាមគ្គីគ្នាអញ្ចឹងដោយការរងទុក្ខវេទនាពីបាដេសធ្វើបាបធ្វើទុក្ខបុកម្នេញខ្លាំងពេកជួននឹងនៅហ្នឹងក៏បានផ្សំគំនិតគ្នារៀបចំក្រុមការហ្នឹងតាមសម្លាប់ឃើញទេទី3បំផុសគំនិតប្រជាជននឹងឲ្យចេះស្រឡាញ់ចិត្តមាតុភូមិជាឃើញថាដោយសារតួអង្គជួននៅចេះឈឺឆ្អាលបញ្ហារឿងប្រទេសជាតិស្រុកប្រទេសខ្មែរនឹងហើយបានបង្កើតជាក្រុមជាបច្ចពួកដើម្បីតាមសម្លាប់បាដេសនៅពេលដែលបាដេសនឹងចុះទារពន្ធនឹងឯងណាទី4លើកតម្លៃស្ត្រីក្នុងសង្គមខ្មែរហ៊ានតវ៉ាប្រឆាំងនឹងបារាំងចឹងនៅក្នុងសាច់រឿងគឺបានបង្ហាញឲ្យឃើញពីតួអង្គនាងនីនាងប៊ីហ្នឹងនៅពេលដែលបាដេសហ្នឹងបានចាប់ប្តីអ្នកទាំងពីរហ្នឹងទៅឃុំដោយសារអត់មានប្រាក់បង់ពន្ធនោះអញ្ចឹងនាងបានហ៊ានចេញមុខតវ៉ាជាមួយបាដេសឃើញទេទី5ហ្នឹងគឺលើបង្ហាញប្រផ្នូលនិងជំនឿនៅក្នុងសង្គមខ្មែរអញ្ចឹងផ្ដើមរឿងតបោនៅក្នុងរឿងភូមិដេឆានគឺបានបង្ហាញឲ្យឃើញអំពីបាតុភូតធម្មជាតិភ្លៀងផ្គររន្ទះបាញ់ដាច់ចុងថ្នោតហ្នឹងអាហ្នឹងគឺជាប្រផ្នូលហើយខ្មែរជឿថាកាលណាតែមានភ្លៀងធ្លាក់ហើយមានរន្ទះបាញ់ញឹកញាប់ខ្លាំងបែបនេះដល់ដាច់ចុងថ្នោតនេះប្រកាសជាមានហេតុភេទអីចម្លែកកើតឡើងឯងឃើញទេតោះទី6គឺលើកបង្ហាញពីទុក្ខរាជខ្មែរដែលត្រូវបារាំងហ្នឹងបង្ខំឲ្យបង់ពន្ធអញ្ចឹងតាមរយៈដំណើររឿងភូមិដេឆានគឺបានបង្ហាញឃើញអំពីទុក្ខរាជខ្មែរមួយនៅពេលដែលបារាំងដាក់អាណានិគមមកលើស្រុកខ្មែរហ្នឹងគឺបារាំងបានបង្ខំឲ្យខ្មែរហ្នឹងបង់ពន្ធមុនដំបូងហ្នឹងបង់ពន្ធតែមនុស្សឯងតែក្រោយមកបង់ពន្ធលើដីស្រែដីភូមិសត្វចិញ្ចឹមទៀតឃើញទេសម្ភារៈប្រើប្រាស់ទៀតអញ្ចឹងអំរែកនិពន្ធហ្នឹងហើយដែលធ្វើឲ្យប្រជាជនរស់នៅវេទនាតោះបន្តមកទៀតទី7បង្ហាញពីទរណកម្មយ៉ាងឃោរឃៅនិងព្រៃផ្សៃអញ្ចឹងនៅពេលដែលប្រជាជនណាដែលអត់មានប្រាក់បង់ពន្ធហ្នឹងយើងឃើញថាបាដេសហ្នឹងបានចាប់យកទៅឃុំនៅសាលាស្រុករហូតរងចាំសាច់ញាតិហ្នឹងយកប្រាក់ទៅបង់តែបើអត់មានទេបានធ្វើទរណកម្មឃើញទេទី8បង្ហាញពីទីតាំងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងអញ្ចឹងនៅក្នុងរឿងនេះគឺកើតឡើងនៅក្នុងខេត្តកំពង់ឆ្នាំងហើយក៏បានរៀបរាប់ពីទីតាំងទីកន្លែងមួយចំនួនដែរតោះណាទី9គឺបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជននៅខេត្តកំពង់ឆ្នាំងនឹងឯងថាប្រជាជនដែលរស់នៅខេត្តកំពង់ឆ្នាំងហ្នឹងចែកជា2ផ្នែកទី1អ្នករស់នៅក្បែរទន្លេនិងទី2នោះគឺអ្នករស់នៅឆ្ងាយពីតំបន់ទន្លេអញ្ចឹងអ្នកដែលរស់នៅឆ្ងាយពីតំបន់ទន្លេគាត់ធ្វើស្រែចម្ការហើយទៅនៃពីការធ្វើស្រែចម្ការហ្នឹងគឺគាត់ប្រកបមុខរបរឬក៏ជំនាញមួយទៀតគឺឡើងថ្នោតដើម្បីយកទឹកថ្នោតហ្នឹងមកលក់ហើយនឹងធ្វើស្ករហ្នឹងឯងបាទអញ្ចឹងកុំភ្លេចជួយ follow ផងឃើញបងប្អូនមើលច្រើនប៉ុន្តែអាចបានជួយ follow ទេណាអញ្ចឹងបើបងប្អូនអាចចាប់អារម្មណ៍រៀនអីរៀនវិញ្ញាសាស្ត្រសៅរ៍អាទិត្យម៉ោង 2-4 អាចទៅមកគ្រូបានតម្លៃ$15តោះណា